Ok ចឹងនៅក្នុងវីដេអូហ្នឹងយើងនឹងពិនិត្យទៅមើលពាក្យភាសាអង់គ្លេសមួយដែលវាជា adverb ហើយខ្ញុំជឿថាភាគច្រើនគឺមានអ្នករៀនភាសាអង់គ្លេសមួយចំនួនធំគឺអត់បានចាប់អារម្មណ៍ពាក្យហ្នឹងទេអូខេគឺពាក្យហ្នឹងគឺពាក្យ elsewhere អូខេ elsewhere ចឹង elsewhere ហ្នឹងគឺមានន័យថា in other places អូខេ in other places មានន័យថានៅកន្លែងផ្សេងអូខេអញ្ចឹងនៅពេលដែលយើងចង់និយាយអ្វីមួយដែលវាមាននៅកន្លែងផ្សេងគឺយើងអាចប្រើពាក្យ elsewhere នឹងបានហើយទីតាំងរបស់វានៅក្នុងល្បះគឺភាគច្រើនគឺវានៅខាងក្រោយនៃល្បះដោយសារតែវាជា adverb វាជាគុណកិរិយាអញ្ចឹងវានៅខាងក្រោយភាគច្រើនអញ្ចឹងយើងអាចនិយាយបានថា this is a rare gem you can find it elsewhere អញ្ចឹងណា this is a rare gem you can't find it elsewhere ចាំមិនថានេះគឺជាត្បូងដែលកម្រអ្នកមិនអាចរកវានៅកន្លែងផ្សេងបានទេអញ្ចឹងណាអញ្ចឹងអាហ្នឹង elsewhere នៅខាងក្រោយហ្នឹងគឺ in other places អញ្ចឹងឯងឬក៏យើងអាចនិយាយបានមួយទៀតគឺយើងអាចនិយាយបានថា most people in this city were born elsewhere okay most people in this city were born elsewhere ចាំមែនមនុស្សភាគច្រើននៅក្នុងទីក្រុងហ្នឹងកើតនៅកន្លែងផ្សេងអញ្ចឹងណាអញ្ចឹង elsewhere អូខេវាជា adverb ចឹងឯង